កំហុស3យ៉ាងនៃការសរសេរ CV ឆ្លងកាត់នៅបទពិសោធន៍ក្នុងការជ្រើសរើសបុគ្គលិកហើយខ្ញុំទទួលបាន CV ជាច្រើនហើយក្នុងចំណោមនោះគឺនៅតែមានឃើញ CV មួយចំនួនឬក៏មួយភាគដែលនៅតែសាងកំហុសអញ្ចឹងហើយពេលខ្លះនៅពេលដែលយើងដាក់ CV ទៅធ្វើការនៅកន្លែងណាមួយយើងអត់ទទួលបានការ short list ឬក៏យើងធ្លាក់យើងប្រហែលជាអត់ដឹងថាមកពីកំហុសអីអញ្ចឹងឥឡូវនេះខ្ញុំនឹងចែករំលែកពីកំហុសធំ3យ៉ាងដែលបងប្អូនភាគច្រើនឬក៏អ្នកខ្លះគាត់មានបទពិសោធន៍នៅក្នុងការងារហើយប៉ុន្តែនៅតែសាងកំហុសនេះកំហុសទី1គឺតាក់ទងនឹង time order ឬក៏ chronological order មានថាជាថេរវេលាឬក៏ order នៃពេលវេលាដែលតាក់ទងនឹងពេលវេលាសិក្សាក៏ដូចជាពេលវេលាបំពេញការងារអញ្ចឹងនៅក្នុង CV ភាគច្រើនគឺយើងមាន work history ហើយនិង education history មាន applicant មួយចំនួនដែលគាត់សរសេរមកគាត់ដាក់ order ខុសគាត់សរសេរនៅខាងលើគេនោះគឺជាបទពិសោធន៍ការងារដំបូងហើយចុងក្រោយគេគឺជាបទពិសោធន៍ការងារចុងក្រោយដូចគ្នាដែរចំពោះបទពិសោធន៍នៃការសិក្សាអញ្ចឹងនេះគឺជាការដែលខុសពីព្រោះចំពោះ recruiter ឬក៏យើងអាចនិយាយបានថាជា rule របស់ CV ហ្មងគឺយើងត្រូវដាក់ work experience ណាដែលចុងក្រោយគេនៅខាងលើគេហើយបន្ទាប់មកដាក់បន្តហើយរហូតទៅដល់ work experience ដែលយើងមានដំបូងគេនោះនៅខាងក្រោមគេហេតុអីបានយើងត្រូវធ្វើអញ្ចឹងពីព្រោះថា recruiter គឺគាត់ចាប់អារម្មណ៍ទៅលើការងារបទពិសោធន៍ការងារចុងក្រោយរបស់យើងមិនមែនការងារពីដំបូងរបស់យើងតាំងពីប្រហែលឆ្នាំមកមុននោះទេដោយសារបទពិសោធន៍ការងារដែលយូរគឺវាអត់សូវ relevant ឬក៏វាអត់សូវចាំបាច់សម្រាប់ recruiter គាត់ពិនិត្យទេអញ្ចឹងការងារណាដែលចុងក្រោយបង្អស់គឺយើងគួរតែដាក់លើគេដើម្បី recruiter គាត់អាចគាត់នៅកលេចមើលទៅគឺគាត់ដឹងថាការងារចុងក្រោយរបស់យើងនៅក្នុង position នេះនៅក្នុងតួនាទីនេះ responsibility មិនខ្លះនៅ company មួយណាជាដើមពីព្រោះថាដូចអ្នកទាំងអស់នេះដឹងអញ្ចឹង recruiter គឺគាត់ចំណាយពេលតិចបំផុតត្រឹម3ឬក៏5 seconds ដើម្បី sort CV go through CV អញ្ចឹងបើសិនគាត់មើលឃើញថាវាមានកំហុសឆ្គងគឺវាមានឱកាសដែល CV របស់អ្នកទាំងអស់គ្នាមិនត្រូវបានគាត់យកទៅពិនិត្យបន្ថែមទៀតនោះទេកំហុសទី2នោះគឺការសរសេរព័ត៌មានដែលមិនសូវចាំបាច់ឧទាហរណ៍ថាដូចជាព័ត៌មានដែលតាក់ទងនឹងskill ឬក៏ព័ត៌មានដែលតាក់ទងនឹង hobby អីផ្សេងហ្នឹងគឺបើសិនបើយើងអាច summarize ឲ្យវាកាន់តែខ្លីបានគឺកាន់តែល្អដូចជា skill ជាដើមពេលខ្លះយើងមិនចាំបាច់ list down skill របស់យើងវែងពេកទេតាំងពីអីណា Microsoft skill តាំងពីcommunication skill speaking writing អីហ្នឹងបើយើងអាចបរួមបានយើងដាក់ជា group នៃ skill ណាមួយដូចជា office work skill ឬក៏ tech skill ឬក៏អីផ្សេងហើយអីដែលសំខាន់នោះគឺជាការសរសេរនៅក្នុង description នៃ role វិញដែលយើងព្យាយាម display ឬក៏យើងព្យាយាម point out ទៅលើការប្រើប្រាស់ skill របស់យើងដើម្បីដោះស្រាយបញ្ហាអីផ្សេងនៅក្នុងការងារអញ្ចឹងចំណុចហ្នឹងគឺវាមានភាពតាក់ទាញច្រើនជាងដែលយើងគាត់ថា list down list នៃ skill ដោយសារវាអត់មានអីដើម្បី verify ហើយវាមើលទៅវាវែងពេកធ្វើឲ្យ CV របស់យើង boring ហើយចំណុចទី3នោះហើយក៏សំខាន់ផងដែរគឺតាក់ទងនឹង spelling mistakes spelling mistakes នេះគឺសំខាន់មែនទែនចំពោះ recruiter ហើយចំពោះខ្ញុំផ្ទាល់ជាដើមគឺនៅពេលដែលឃើញថា CV នឹងមាន spelling mistake ឬក៏ silly mistakes មួយចំនួនគឺវាជា turn off ហ្មងគឺវាអាចធ្វើឲ្យយើងលែងចង់មើល CV នឹងទៀតឬក៏យើងគិតថា candidate នឹងគាត់អត់សូវយកចិត្តទុកដាក់ឬក៏គាត់និយាយទៅគឺគាត់ careless ហ្មងអញ្ចឹងអីដែលសំខាន់គឺនៅពេលដែលយើងសរសេរ CV ហើយគឺត្រូវ make sure ថាយើង go through យើង verify cross check ទៅលើ mistake មួយចំនួនហើយអាចឲ្យអ្នកដតីគាត់ជួយ cross check មួយតង់ទៀតឬក៏ពីរតង់ទៀតដើម្បី ensure ថាវាអត់មាន mistake ឬក៏ជាពិសេសឥឡូវហ្នឹងយើងមាន technology ដូច AI គាត់ដែលអាចជួយត្រួតពិនិត្យទៅលើ spelling mistake ឬក៏ grammar mistake របស់យើងមួយចំនួនអញ្ចឹងគឺយើងប្រើប្រាស់វាទៅដើម្បីអាចបញ្ជៀសនៅការដែលមានកំហុសឆ្គងនៅលើ CV របស់យើងប៉ុន្តែត្រូវចាំមួយទៀតថាយើងប្រើ AI ដើម្បីជួយ cross check ប៉ុន្តែកុំឲ្យ AI សរសេរ CV ឲ្យយើងពីព្រោះបើសិនបើ AI សរសេរមកវា too perfect to be written by you អញ្ចឹង recruiter ក៏គាត់អាច spot នៅចំណុចអស់នឹងបានដែរថាCV នេះមិនមែនសរសេរដោយមនុស្សទេសរសេរដោយ AI អញ្ចឹងក៏វាជាឱកាសមួយដែលគាត់គិតថាយើងអត់បង្ហាញពីសមត្ថភាពរបស់យើងឬក៏យើង cheat ជាដើមអញ្ចឹងចំណុចអស់ហ្នឹងឯងគឺយើងត្រូវតែប្រុងប្រយ័ត្នហើយត្រូវតែព្យាយាមធ្វើម៉េចឲ្យ CV ហ្នឹងគឺជាឯកសារមួយដែលឆ្លុះបញ្ចាំងអំពី effort ឆ្លុះបញ្ចាំងអំពី personality ក៏ដូចជា background របស់យើងផ្ទាល់អ
អញ្ចឹងទើបវាមានឱកាសច្រើនដែលយើងត្រូវបានជ្រើសរើសឬក៏ short list ទៅវគ្គបន្តដូចជាវគ្គ interview ឬក៏វគ្គចុងក្រោយជាដើមអូខេអញ្ចឹងសង្ឃឹមថា tip ទាំង3នេះនឹងជួយឲ្យអ្នកទាំងអស់គ្នាអាចបញ្ជៀសនៅកំហុសឆ្គងក្នុងការសរសេរ CV បើសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះសូមចុច like share ហើយអាច comment នៅ topic ណាមួយដែលអ្នកទាំងអស់គ្នាចង់ដឹងនោះយើងនឹងពិភាក្សាជាមួយគ្នានៅក្នុងវីដេអូបន្ទាប់សូមអរគុណច្រើន